បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការចែករំលែកនៅវីដេអូថ្មីមួយទៀតទាក់ទងមួយនឹងការប្រើប្រាស់កម្មវិធី Microsoft Excel ការវីដេអូមុនបងប្អូនបានដឹងខ្លះរួចមកហើយទាក់ទងជាមួយនឹងការប្រើប្រាស់នៅមុខងារក្នុងកម្មវិធី Microsoft Excel ចុះថ្ងៃនេះខ្ញុំនឹងបន្ថែមទៅលើវីដេអូមុនការវីដេអូមុនខ្ញុំបានបង្ហាញទាក់ទងជាមួយនឹងការប្រើប្រាស់ sheet អញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបន្ថែមមួយទៀតទៅមួយនឹងការប្រើប្រាស់ផ្ទៃការងារនេះអញ្ចឹងនៅក្នុងផ្ទៃការងាររបស់យើងមានបែងចែកជាពីរពីលើចុះក្រោមយើងហៅវាថា column ពីស្ដាំទៅឆ្វេងពីឆ្វេងទៅស្ដាំយើងហៅវាថា row អញ្ចឹងនៅក្នុង cell នីមួយៗយើងអាចកំណត់ទំហំរបស់វាបានទៅតាមតម្រូវការដែលយើងចង់កំណត់វាខ្ញុំឧទាហរណ៍ខ្ញុំកំណត់column អញ្ចឹងឧទាហរណ៍ប៉ុណ្ណឹងខ្ញុំអត់ត្រូវការទេខ្ញុំចង់ធំជាងនេះបងប្អូន select វាឲ្យបងប្អូនយកម៉ៅមកអូសវាប៉ុណ្ណឹងមកឲ្យបងប្អូនលេងអញ្ចឹងវានឹងទៅកំណត់ទៅតាមតម្រូវការដែលយើងចង់កំណត់បងប្អូនចង់ប្រូវិញបងប្អូន select ឲ្យបងប្អូនចុចប្រូទៅឬក៏បងប្អូនអាចអូសមួយបានប៉ុន្តែនៅក្នុងករណីបងប្អូនអូសមួយអាចថា column បងប្អូនអត់ស្មើគ្នាទេអញ្ចឹងបងប្អូនចង់ឲ្យស្មើគ្នាគឺយើង selectទៅតាមបាទចំនួន column ដែលបងប្អូនត្រូវការឲ្យបងប្អូនអូស select ទាំងអស់ឲ្យបងប្អូនអូសទៅតាមទំហំដែលបងប្អូនចង់កំណត់វាអូខេអញ្ចឹង row ក៏ដូចគ្នា row យើងអូសយើងហើយយើងកំណត់ដូចគ្នាមកយើងអាចអូសទំហំណាមួយដែលបងប្អូនត្រូវការអូសវិធីសាស្ត្រមួយទៀតបាទវិធីសាស្ត្រមួយទៀតបងប្អូនគ្រាន់តែយកម៉ៅទៅ select column ដែលបងប្អូនត្រូវការហើយ right click លើវាបងប្អូនយកពាក្យថា column width អញ្ចឹងបន្ទាប់ពីយើង click វាទៅវានឹង load ចូលទៅនៃផ្ទាំង column width ហើយយើងបំពេញទំហំដែលយើងត្រូវការហើយយើងចុច OK ទៅនោះវានឹង load ទំហំដែលយើងចង់បានមកហើយយក10ប៉ុណ្ណឹងអ្វីដែលយើងបានកំណត់នឹងទាក់ទងមួយនឹងការប្រើប្រាស់ហើយនៅក្នុង column data យើងអាចបញ្ចូល data នៅក្នុងនេះយើងអាចធ្វើ data ជាលក្ខណៈអក្សរបានឧទាហរណ៍ខ្ញុំបញ្ចូលជាអក្សរអង់គ្លេសខ្ញុំដាក់ថា staff name អូខេខ្ញុំអាចបញ្ចូលជាខ្មែរដាក់ថាឈ្មោះបុគ្គលិកអូខេបាទអញ្ចឹងនេះជាភេទអក្សរដែលយើងត្រូវបញ្ចូលអញ្ចឹងបញ្ចូលលេខខ្ញុំឧទាហរណ៍បុគ្គលិកហើយខ្ញុំដាក់វាយអក្សរថាប្រាក់ខែអូខេអញ្ចឹងមកដល់ខាងក្រោមខ្ញុំដាក់ថាប្រាក់ខែបាន500អូខេលោកកប្រាក់ខែ500ដែរលោកខប្រាក់ខែ500ដែរអញ្ចឹងឧទាហរណ៍ថាបុគ្គលិកយើងមានប៉ុណ្ណឹងខ្ញុំលុបនេះខ្ញុំដាក់ថាលោកអីគេលោកខចុះអញ្ចឹងថាប្រាក់ខែក្នុងមួយខែប៉ុណ្ណឹងអញ្ចឹងបើយើងចង់ឲ្យយើងចង់ដឹងថាតើបុគ្គលិក3នាក់ហ្នឹងប្រាក់ខែសរុបមួយខែហ្នឹងស្មើប្រមាណអស់ប្រមាណបងប្អូនអាចបូកដូចគ្នាបានបងប្អូនក៏យកសញ្ញាស្មើឲ្យបងប្អូនយកមកចុចលើនេះចុចនៅលើប្រាក់ខែបងប្អូនចុចបូកបងប្អូនចុចប្រាក់ខែមួយទៀតបងប្អូនចុចបូកបងប្អូនចុចប្រាក់ខែមួយទៀតបងប្អូន enter អញ្ចឹងបុគ្គលិក3នាក់ប្រាក់ខែសរុបចំណាយក្រុមហ៊ុនត្រូវអស់1500សម្រាប់ប្រាក់ខែបុគ្គលិកសុទ្ធនេះសម្រាប់វិធីបូកមួយទៀតយើងអាចប្រើវិធីសាស្ត្រមួយទៀតយើងអាច select ទាំងពីរ select cursor យក cursor select ទៅលើប្រាក់ខែទាំងអស់ហើយបងប្អូនអាចមើលឃើញនេះដូចគ្នានេះកំណត់មួយអាចគិតមួយទៀតទាក់ទងជាមួយនឹងវិធីគុណអញ្ចឹងគុណឧទាហរណ៍ថា500ឧទាហរណ៍បុគ្គលិក3នាក់គុណនឹង3មកវាយសញ្ញាគុណហើយបងប្អូនចុចលេខ3អញ្ចឹងវាស្មើ1500អូខេលេខគុណចំណែកឯលេខដកឧទាហរណ៍ប្រាក់ខែ1500សម្រាប់បុគ្គលិក3នាក់អញ្ចឹងឧទាហរណ៍យើងដកចេញម្នាក់ស្មើប៉ុន្មានអញ្ចឹងវាស្មើតែ1000ទេអូខេអញ្ចឹងនៅក្នុងកម្មវិធី Microsoft Excel យើងអាចប្រើរូបមន្តបូកដកគុណចែក
បានទៅតាមតម្រូវការបងប្អូនបាទអូខេអញ្ចឹងមួយទៀតនេះយើងប្រើរូបមន្តគុណយើងប្រើរូបមន្តដកយើងប្រើរូបមន្តបូកអញ្ចឹងយើងប្រើរូបមន្តចែកមួយទៀតស្មើយកប្រាក់ខែសរុបទាំងអស់ចែកនឹង3បូកលើក3នេះថាតើប្រាក់ខែ1500ចែកនឹង3ស្មើប្រមាណអញ្ចឹងយើងស្មើហើយយើងចុចប្រាក់ខែសរុបសញ្ញាចែកនេះសញ្ញានេះហៅសញ្ញាចែកឲ្យបូកលើក3នេះចុច3មកអញ្ចឹងវាស្មើ500ក្នុងម្នាក់អញ្ចឹងប្រាក់ខែមួយខែ1500បើសិនបើយើងចែកចំបុគ្គល3នាក់ថាតើប្រាក់ខែបុគ្គលិកម្នាក់ទទួលបានប្រមាណគឺទទួលបាន500អូខេអានេះយើងប្រើសញ្ញាលេខបូកអានេះលេខបូកអានេះលេខចែកអានេះលេខនេះគេហៅលេខចែកបាទលេខចែកអានេះលេខដកនេះលេខគុណនេះលេខដកអូខេបាទអញ្ចឹងនៅក្នុង Excel យើងអាចគណនាលេខបានហើយក៏យើងអាចសរសេរបានទៅតាមប្រភេទអក្សរមានខ្មែរអង់គ្លេសឬក៏ចិនហ្នឹងទៅអាស្រ័យលើ font ដែលយើងទៅឡើងអូខេអញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំបង្ហាញប៉ុណ្ណឹងអញ្ចឹងយើងទៅមើលខាងលើវិញនៅខាងលើខ្ញុំបង្ហាញពីការប្រើប្រាស់មុខងារ Home អញ្ចឹងមុខងារ Home មានច្រើនខាងក្រោមនេះគឺជាបាទសាប់របស់ Home ហ្នឹងហើយបាទសាប់របស់វាមានន័យថាជាផ្នែកមួយជាមុខងារផ្សេងនៅក្នុងការប្រើរបស់ Home នេះមុខងារផ្សេងមកវាអញ្ចឹងទី1ខ្ញុំនឹងបង្ហាញទៅលើរូបកន្ត្រៃអញ្ចឹងរូបកន្ត្រៃគឺយើងប្រើសម្រាប់កាត់ទិន្នន័យពីកន្លែងមួយទៅកន្លែងមួយដោយអត់បន្សល់ទុកទិន្នន័យចាស់នោះទេខ្ញុំឧទាហរណ៍ថាខ្ញុំចង់កាត់បាទ cell 2ហ្នឹងចេញអញ្ចឹងខ្ញុំចុច select លើវាហើយខ្ញុំចុចកន្ត្រៃហើយខ្ញុំយកមកដាក់លើនេះខ្ញុំចុចពាក្យថាផាសអញ្ចឹងវានឹងបាត់ពីទិន្នន័យចាស់របស់យើងបាទទិន្នន័យចាស់របស់យើងខ្ញុំដាក់កន្លែងនេះខ្ញុំកាត់មកវិញខ្ញុំដាក់កន្លែងនេះវិញខ្ញុំចុចផាសអញ្ចឹងវាបាត់កន្លែងនេះទៀតបាទអញ្ចឹងរូបកន្ត្រៃនេះគឺស្មើនឹងកាត់ទិន្នន័យពីកន្លែងចាស់ចេញទៅដាក់កន្លែងថ្មីដោយអត់បន្សល់ទុកនៅទិន្នន័យចាស់ហើយ shortcut យើងអាចចុចបាន Control X បាទ Control X select វាហើយបងប្អូនចុច Control X មកហើយយកពាក្យថា Control V វិញមកអញ្ចឹងវានឹងខាត់ដូចគ្នាអូខេបាទមួយចំណុចទៀតអានេះសម្រាប់រូបកន្ត្រៃហើយមួយចំណុចទៀតតកតងជាមួយនឹងរូបនេះវិញរូបទៀងសិលឹកការងារនេះអញ្ចឹងសិលឹកការងារហ្នឹងស្មើនឹង copy កន្លែងនេះគឺសំដៅទៅយើង copy ចម្លងទិន្នន័យចាស់ទៅទិន្នន័យថ្មីន័យថាចម្លងពី data នេះបន្ថែមមិនចម្លង data បន្ថែមឧទាហរណ៍ខ្ញុំចង់ចម្លងអានេះខ្ញុំចង់ copy នេះខ្ញុំ select លើវាហើយខ្ញុំចុចរូបกระดาษហ្នឹងហើយខ្ញុំយកមកដាក់លើនេះហើយខ្ញុំចុចពាក្យថាផាសអញ្ចឹងវានឹងចម្លងថែមទិន្នន័យបាទវាចម្លងទិន្នន័យថែមមួយទៀតឧទាហរណ៍កន្លែងនេះខ្ញុំចង់កំណត់ថានេះខ្ញុំឧទាហរណ៍ចេះស្រួលយល់ឧទាហរណ៍ប្រាក់ខែនៅកណ្ដាលចេះប៉ុន្តែអានេះអាcell 2នេះគឺវាកំណត់មកខាងក្រោមវិញឃើញទេវាមកខាងក្រោមនៅកណ្ដាលទេអញ្ចឹងខ្ញុំចង់ឲ្យអាប្រាក់ខែនិងឈ្មោះហ្នឹងគឺលោតនៅកណ្ដាល cell នេះអញ្ចឹងយើងប្រើកន្លែងនេះយើងប្រើនេះអា pad color នេះ pad format painter ហ្នឹងយើងអាចថាកំណត់ទៅលើ cell ឲ្យដូចគ្នាមានន័យថាបើសិនបើយើងមាន cell នេះមួយវានៅកណ្ដាលយើងចង់ឲ្យអានេះនៅកណ្ដាលដែរយើងគ្រាន់តែចុចអានេះមកហើយយើងយកផាសលើនេះអញ្ចឹងវាលោតកណ្ដាលឃើញអត់វាលោតកណ្ដាលអានេះលោតកណ្ដាលក្នុងករណីថាយើងចង់ចាក់ពណ៌នេះឃើញទេចាក់ពណ៌ចេះអ
ចឹងយើងចង់ឲ្យអានេះចាក់ពណ៌ដែរយើងក៏ដាក់លើនេះយើងចុចវាហើយយើងយកទៅផាសលើវានឹងចាក់ពណ៌ឲ្យហើយចាក់ពណ៌វាចាក់ពណ៌ឲ្យដោយអា cell យើងយកវាទៅមានន័យថា cell ដែលយើងស្រង់អា format យកទៅកំណត់ហ្នឹង format ហ្នឹងនៅក្តារអត់មាននេះ format នៅក្តារហើយមានពណ៌តែយើងធ្វើនេះយើងចុចទៅអញ្ចឹង format អត់ក្តារ format ក្តារហើយអត់ពណ៌យើងវាទៅលោតទៅ select លើនេះបាទអាហ្នឹងសម្រាប់ format painter យើងអាចថាកំណត់ទៅលើទំហំនៃទិន្នន័យដែលយើងចង់កំណត់ដោយយកទិន្នន័យចាស់ទៅកំណត់ទិន្នន័យថ្មីទិន្នន័យចាស់កំណត់ទិន្នន័យថ្មីមិនន័យថាឧទាហរណ៍កំណត់ខ្ញុំមានទិន្នន័យនេះមួយទិន្នន័យចាស់របស់ខ្ញុំណាហើយខ្ញុំចង់ទៅកំណត់នេះឧទាហរណ៍នេះខ្ញុំទុំវាយយកអញ្ចឹងខ្ញុំចង់កំណត់វានៅកណ្ដាលចុចទៅយើងយកនេះមកកំណត់ចឹងមកឧទាហរណ៍ចឹងបាទមិនថាមែនទិន្នន័យថ្មីឬក៏ទិន្នន័យចាស់ទេមានន័យថាបើយើងចង់កំណត់ cell ណាមួយឲ្យ cell ផ្សេងៗដូចអា cell ហ្នឹងគឺយើងយកដាក់ cursor លើហ្នឹងហើយយើងយក pencil ហ្នឹងយកទៅមកកំណត់វាមកអញ្ចឹងវានឹង load ដូចអា format ដែលយើងយកវាទៅកំណត់ហើយអញ្ចឹងចូលមកចំណុចទៀតគឺតាក់ទងជាមួយនឹងការដូរ font នេះឥឡូវមកកណ្ដាលនេះយើងហើយណាអញ្ចឹង